បាទសូមជម្រាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទថ្ងៃនេះគឺមកដាក់ចំណីហើយឃើញថាចង់បង្ហាញបងប្អូនយើងអំពីកូនកង្កែបដែលខ្នាតតូចណាខ្នាតតូចដែលវាទៅតែដាច់កតុយមកបានប្រហែលថ្ងៃប៉ុន្តែវាអស់កតុយហើយវាចេញជាកូនកង្កែបហើយអានេះអាខ្នាតតូចយើងណាបាទហ្នឹងហើយអញ្ចឹងគឺខ្នាតតូចរបស់យើងគឺយើងដាក់ចំណីទំហំអានេះស៊ីទំហំ2លីនៅឡើយទេបាទស៊ីទំហំ2លីនៅឡើយទេនេះតូចតូចទេបាទអញ្ចឹងសម្រាប់ຂະຫນາດប៉ុណ្ណេះយើងដឹកជញ្ជូនគឺមិនទាន់មិនថាមិនទាន់ទេវាមិនសូវល្អវាតូចបាទអានេះវាស៊ីຂະຫນາด2លីទេបាទស៊ីຂະຫນາດ2លីបើសិនជាຂະຫນាតចាប់ពី3លីទៅអានឹងបានល្អក្នុងការដឹកជញ្ជូនណាបាទហ្នឹងហើយអញ្ចឹងតើតងទៅនឹងកូនកង្កែបបងប្អូនយើងចិញ្ចឹមឃើញថាយើងចិញ្ចឹមដាក់លក្ខណៈទាំងបែបនេះក៏បានប៉ុន្តែខ្ញុំឃើញចំណុចមួយទៀតគឺទៅទៅនឹងយើងធ្វើមានទឹកចេះដែរប៉ុន្តែយើងមានកោកមួយជារៀងបងប្អូនបាទឧទាហរណ៍ថាយើងដាក់កង្កែប1000ក្បាលកង្កែប1000ក្បាលអញ្ចឹងយើងដាក់ទំហំអាច3x4ណាបាទអាច3x4អញ្ចឹងតែឥឡូវឃើញថាឃើញមានបងប្អូនយើងគាត់រវល់ច្រើនណាគាត់រវល់ច្រើនគឺខ្ញុំតែងតែណយនាំឲ្យដាក់ជាតងហ្នឹងយើងថា3x4យើងអាតងដែលមានទឹកចេះយើងដាក់តា2x2ទៅបាទបានហើយហ្នឹងហើយសល់អាកែមគៀនហ្នឹងគឺកែមគៀនណាអានេះយើងដាក់គោកបាទយើងដាក់គោកហើយយើងជីកមកជីកជាក្លុកអីក៏បានយើងគ្រាន់តែដាក់ឲ្យវាអាចដក់ទឹកបានឆាប់ចេះទៅបាទហើយវាមានគោកគៀនខ្លះណាបាទហើយយើងដាក់ទៅយកប្រហោមួយមកឬក៏យើងមិនដាក់ទៅយកយើងអាចតម្លាក់ស្បាយដូចខ្ញុំចេះក៏បានអញ្ចឹងណាយើងមានកោកគៀនណាកោកគៀនមកហើយអាកដាលហ្នឹងយើងធ្វើជាក្លុកមួយគ្រាន់តែយើងដាក់ចំណីហើយប្រហោទឹកចាច់ណាបាទអាហ្នឹងគឺសម្រាប់ធ្វើបែបហ្នឹងគឺវាកង្កែបវាអត់សូវដូចថាបើតែទឹកក្នុងត្រង់ហ្នឹងវាមានក្លិនស្អុយឬក៏យើងក្របានដោវាអាចឡើងមកលើគោកអញ្ចឹងណាអាចឡើងមកលើគោកគៀនណាតែគោកហ្នឹងកុំឲ្យដាក់គោកខ្លាំងពេកបាទឃើញបងប្អូនខ្លះក៏ដាក់គោកច្រើនណាគោកឧទាហរណ៍ថាគោកចូល70%អីហើយមានទឹក1ក្លុកនៅក្តាលអាហ្នឹងក៏មិនសូវល្អដែរយើងអាចដាក់គោកហ្នឹងត្រឹមតែ40ឬ30%ទេគឺល្អគឺ40%ហើយដាក់តងអាទឹកដែលយើងដាក់ជាកន្លែងឲ្យវាស៊ីចំណីហ្នឹងគឺ60%ទៅអញ្ចឹងណា60ឬក៏50%ទៅអាហ្នឹងគឺល្អបាទគោកច្រើនពេកអត់ល្អទេបាទគោកធំពេកពេលខ្លះទៅវារត់ទៅឆ្ងាយអញ្ចឹងទៅចំណីមិនសូវមកស៊ីអញ្ចឹងក៏ធ្វើឲ្យកាច់យើងធំយឺតដែរអញ្ចឹងណាបាទបើយើងធ្វើគោកត្រឹម40%អីល្អវាគ្រាន់តែឡើងលើគោកគៀនហ្នឹងទៅគ្រាន់តែបាញ់ចំណីមកចុះមករូតម្ដងអញ្ចឹងណាបាទហ្នឹងសម្រាប់បងប្អូនយើងគាត់រវល់ណាគាត់រវល់ហើយអាហ្នឹងគឺមើលទៅវាដូចទឹកក៏យើងដូរមិនសូវច្រើនណាបាទយើងអាចមួយថ្ងៃម្ដងបានណាបាទយើងអាចមួយថ្ងៃម្ដងបានហើយពេលយើងដាក់តងចេះយើងធំទៅយើងត្រូវតែមួយថ្ងៃ2ដងថ្ងៃ2ដងដាច់ខាតដែរបាទហើយយើងដាក់តងធំបាទ4x6អីចេះយើងដាក់តែ1000អី1000អីអាហ្នឹងយើងអាចមួយថ្ងៃម្ដងបានតែបើដាក់កែបយើងចង់បានច្រើនដែរហ្នឹងក៏ដូរទឹកមួយថ្ងៃ2ដងណាបាទហើយតើតើទៅនឹងការដាក់ចំណីតើតើការចិញ្ចឹមសម្រាប់បងប្អូនយើងអត់ចេះសោះគឺចំណុចសំខាន់ជាងគេគឺការដាក់ចំណីហ្នឹងបាទតែយើងធ្វើត្រង់ហើយដាក់ចំណីការដូរទឹកវាមានជាគឺថាបច្ចេកទេសអីខ្លាំងទេគ្រាន់តែយើងដូរឲ្យស្អាតទៅគឺបានណាបាទធ្វើម៉េចមើលម៉េចឲ្យឃើញស្អាតឲ្យអស់អាកាកសំណល់ទឹកកខ្វក់ហ្នឹងទៅហើយរហូតទឹកថ្មីចូលទៅបានតែការដាក់ចំណីយើងត្រូវធ្វើម៉េចដឹងថាកែបហ្នឹងស៊ីឆ្អែតណាបាទត្រូវដឹងថាកែបស៊ីឆ្អែតនៅពេលណាឬក៏លក្ខណៈអីខ្លះគឺកង្កែបស៊ីឆ្អែតគឺនៅពេលដែលវាអឺនៅពេលដែលវាលែងសូវមានចលនាហើយពោះវារាងធំណាវារាងប៉ោងបាទអាហ្នឹងបានកង្កែបយើងស៊ីឆ្អែតណាបាទហើយនៅពេលដែលវាបាចទៅប្រហែលជា4-5នាទីគឺស្វាល់មួយអញ្ចឹងណាអាហ្នឹងបានន័យថាវាស៊ីឆ្អែតហើយហ
hay càng cài giờ ní bài tới nơi xoa xì chứ viêm toàn tới chạy này nhé chứ những ai bài thêm tiền bản đó và tại vì bài tới hái khơi nơi xóa rồi pu riêng pong đã hái mình chậm mạnh mẽ chia tệ đó bà chia tu tới chia từ đấy còn cài ní cứ giờ ao xí tôi chết dương ai pram phê rồi đòn luôn ở tiêu họ tha cài giờ ní man cái lầu cái to ta đọc cái lầu chẳng dương ao CBC pram cam không phải mặt ngay á bà và tay nên con ta bị ai lùm yên đài đó vì mình pram cam nó tiền rò ngày tề chẳng á bà cứ bị ai lên nâng tích cứ cao nâng tích cho ta mà càng thiệt cho taสุขภาพវាថ្ងៃនឹងវាឃ្លានខ្លាំងឬឃ្លានតិចអញ្ចឹងណាបាទវាដូរតាសัตว์ផ្សេងឬក៏ដូរតំណុះយើងដែរណាបាទថ្ងៃខ្លះក៏ស៊ីរៀងច្រើនថ្ងៃខ្លះក៏វាស៊ីរៀងតិចអញ្ចឹងណាកែបបាទនឹងវាដូរតែយើងដែរទេបាទអញ្ចឹងគឺលក្ខណៈដែលយើងសម្គាល់ហ្នឹងគឺទី1គឺមូលដ្ឋានគ្រឹះទូចចេះយើងអាច5% 10គីឡូវាស៊ី5ខាំក្នុងមួយថ្ងៃណាបាទ5ខាំក្នុងមួយថ្ងៃគឺ5% ហើយចំណុចសង្កត់ទី2គឺពុះវារាងប៉ោងបាទពុះវារាងប៉ោងគឺថាខាងកែបយើង10គីឡូអញ្ចឹងយើងឲ្យវាស៊ី5%អញ្ចឹងយើងអាចឲ្យវាស៊ីត្រឹមតែ4ខាំអីសិនបានដែរបើសិនតែថាវាស៊ីអស់ចាំយើងថែមទៀតណាបាទព្រោះថាឃើញ5នាទីឃើញស្វាល់មួយហើយលែងមានតបាក់អស់ហើយរីកចោលហើយតែត្រឹម5នាទីទៅ10នាទីវាលែងស៊ីហើយអត់ដូចមកដូចទេណាបាទហ្នឹងមួយទៀតបាទហើយចំណុចមួយទៀតគឺកង្កែបវាអត់មានចលនាវានៅស្ងៀមវាលែងដដើមគ្នាលែងតបាក់អីអញ្ចឹងអាហ្នឹងគឺចំណុចទាំង3ហ្នឹងគឺយើងដឹងថាកែបវាស៊ីចំណេះឆ្អែតអញ្ចឹងណាបាទហើយកម្ពស់ទឹកដូចបងប្អូនបានឃើញហ្នឹងគឺមួយថ្នាំងពីរថ្នាំងដៃទេបាទបើសិនតែយើងចង់ដាក់ទឹកច្រើនតើយើងមានស្នោមានជោអីបណ្ដែតណាបើដាក់លាតចេះហ្មងហើយដាក់ទឹកច្រើនមកចូលទៅមកចង្អុលដៃហ្នឹងហើយមកចង្អុលដៃកែបអត់ល្អទេវាអត់ស៊ីចំណៃទេអញ្ចឹងណាបាទហ្នឹងហើយបងប្អូនហើយខាងនេះគឺកែបធំយើងណាបាទធំខ្នាតធំបាទហើយទៅតនឹងកូនកែបធំនេះគឺមានបងប្អូនយើងគាត់មានចម្ងល់ច្រើនដែរទៅទៅនឹងការកែបវាចិត្តខំគ្នាអញ្ចឹងណាចិត្តខំគ្នាគឺយើងមានវិធីសាស្ត្រការពេលហ្នឹងគឺ2ណាបាទទី1គឺតកតងទៅនឹងការបំបែកបាទបែកឲ្យវាស្មើគ្នាទៅបាទប៉ិនមេដៃតាមប៉ិនមេដៃប៉ិនមេជើងតាមប៉ិនមេជើងទៅកុំឲ្យវានៅលេគ្នាហ្នឹងគឺវាអាចអត់ខាំគ្នាហើយបាទហើយតែបើសិនជាបាយហើយប៉ិនមេដៃប៉ិនមេជើងស្រាងហើយនៅតែខាំគ្នាអញ្ចឹងវិធីសាស្ត្រមួយទៀតគឺដាក់ចំណៃឲ្យវាស៊ីរៀងច្រើនតិចបានន័យថាកែបយើងហ្នឹងគឺស៊ីចំណៃអត់ឆ្អែតហើយណាបាទស៊ីចំណៃអត់ឆ្អែតហើយអញ្ចឹងយើងត្រូវតែដាក់ចំណៃឲ្យវាស៊ីឲ្យបានច្រើនបន្តិចណាបាទស៊ីឲ្យច្រើនបន្តិចបាទហើយតកតងទៅនឹងការខាំគ្នានេះគឺយើងមិនមានវិធីសាស្ត្រអ្វីផ្សេងក្រៅពីវិធីសាស្ត្រ2នេះទេណាបាទពីព្រោះយើងមិនអាចមានថ្នាំដើម្បីឲ្យជួយកុំឲ្យវាខាំគ្នាគឺអត់ទេណាបាទហ្នឹងហើយគឺអត់ទេអញ្ចឹងចំពោះបងប្អូនដែលកែបដែលខាំគ្នាអញ្ចឹងគឺមូលហេតុស្ទើរចំណៃហើយបងប្អូនណាហ្នឹងហើយស្ទើរចំណៃហើយអញ្ចឹងដាក់ចំណៃឲ្យរៀងច្រើនបន្តិចណាបាទកុំឲ្យវាខាំគ្នាបាទហ្នឹងហើយអាចជ្រែតូចចេញណាបាទអាចជ្រែតូចចេញឬក៏មិនចឹងទេជ្រែធំបាទធំច្រើនជាងជ្រែតូចបាទតូចច្រើនជាងជ្រែធំអញ្ចឹងណាបាទរើសកុំឲ្យវានៅជាមួយគ្នាបាទកុំឲ្យវាខាំគ្នាបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំមានចំណេះដឹងប៉ុណ្ណឹងចែកជូនពុកម៉ែបងប្អូនហើយបងប្អូនមានបញ្ហាមានចង្វល់ចង់សាកសួរអាចខលសាកសួរបានណាហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ